Cassandra បានមកដល់ទីតាំងនៃតុលាការដែលត្រូវធ្វើនីតិវិធីនៃការជំនុំជម្រះដែលជាដំណាក់កាលទី1ត្រូវធ្វើការផ្សះផ្សាជាមុនសិននាងបានមកដល់នៅមុនពេលនីតិវិធីចំនួន1ម៉ោងប៉ុន្តែនាងមិនបានឃើញមិត្តភ័ក្តិរបស់នាងក៏ជាកូនក្តីរបស់នាងមកនៅឡើយនោះទេបើទោះបីជាមានការនិយាយត្រូវរើគ្នាកាលពីយប់ថានឹងមកជួបគ្នានៅកន្លែងនេះនិងម៉ោងកំណត់នេះកាលពីយប់មិញ Tiffany គឺបានឆាតសួរទៅកាន់ Cassandra អំពីថាតើនាងត្រូវស្លៀកពាក់អ្វីសម្រាប់ចូលរួមក្នុងនីតិវិធីនេះក៏ដូចជាត្រូវរៀបចំឥរិយាបថបែបណាឬសម្ដីសម្ដៅថាតើត្រូវនិយាយអ្វីជាដើមCassandra ក៏បានប្រាប់ទៅកាន់នាងវិញថាគ្រាន់តែនិយាយនៅអ្វីជាការពិតទៅបានហើយមិនមានអ្វីចាំបាច់ត្រូវនិយាយផ្សេងពីនេះនោះទេក៏ព្រោះថាការពិតដែល Tiffany ប្រាប់មកកាន់ Cassandra គឺជាការពិតដែលអាចយកឈ្នះក្តីបានហើយដោយឡែកសម្លៀកបំពាក់ក៏ដូចជាការធ្វើខ្លួនផ្សេងគឺគ្រាន់តែសមរម្យទៅបានហើយ Cassandra ក៏បានមើលម៉ោងម្ដងទៀតហើយពេលវេលា15នាទីក៏បានកន្លងផុតទៅCassandra ក៏បានសម្រេចខលទៅកាន់ Tiffany ក៏ព្រោះថាជាទម្លាប់របស់នាងមិនដែលឲ្យយឺតពេលនៅក្នុងកម្មវិធីរបស់តុលាការទេការណាត់ជួបផ្សេងទៀតក៏បែបនឹងដែរគឺនាងមិនដែលឲ្យយឺតពេលឡើយហើយនាងក៏មិនចង់ឲ្យមិត្តភ័ក្តិរបស់នាងយឺតយ៉ាវចំពោះកាលកំណត់របស់តុលាការដែរនៅពេលដែលនាងបានទេទៅកាន់ Tiffany តែ Tiffany មិនបានលើកនោះទេក៏មិនមានការឆ្លើយតបមកកាន់នាងដែរនាងក៏បានព្យាយាមជាច្រើនដងទៀតតែនៅតែបែបនេះវាធ្វើឲ្យនាងខកចិត្តជាខ្លាំងហើយ Tiffany គួរតែសុំទោសនាងចំពោះឥរិយាបថដែលធ្វើចំពោះនាងបែបនេះនៅពេលនោះមានសំឡេងមួយបានបន្លឺឡើងថាតើមានបញ្ហាអ្វីបណ្ឌិត Cassandra ក៏បានកលេចទៅរកម្ចាស់សំឡេងក៏ធ្វើឲ្យនាងមិនសប្បាយចិត្តចំពោះវត្តមានរបស់គេនោះទេហើយគេគឺជាមេធាវីតំណាងដោយអាណត្តិឲ្យចុងចម្លើយ Nose នៅពេលដែលក្រឡេកឃើញ Cassandra ក៏បានធ្វើដូចជាមិនឃើញនិងក្រឡេកភ្នែកទៅមើលទីតាំងផ្សេងវិញហើយនាងមិនចាប់អារម្មណ៍ចំពោះវត្តមានរបស់ Alfonso នោះទេបើទោះបីជា Alfonso ជាអ្នកដែលប្រកបវិជ្ជាជីវៈដូចជា Cassandra ក៏ដោយតែគេគឺស្ថិតនៅជាមនុស្សដែល Cassandra ស្គាល់មិនច្បាស់ដដែលតែដើម្បីកុំឲ្យឆ្គងពេកក៏ព្រោះថា Alfonso បានដើរមកជិត Cassandra ហើយ Cassandra ក៏បានឆ្លើយប្រាប់ទៅកាន់ Alfonso ថានាងគឺមិនមានបញ្ហាអ្វីនោះទេ Alfonso ក៏បានញញឹមជាការឆ្លើយតបគេក៏បានសួរថាតើកូនក្តី Cassandra មិនទាន់មកទេមែនទេដូចជាមិនឃើញតែកញ្ញាមេធាវីគិតថាកូនក្តីរបស់កញ្ញាមកដែរឬទេ Cassandra ក៏បានឆ្លើយតបក្នុងន័យប្រាកដចិត្តថានាងច្បាស់ជាមក Cassandra ក៏បានកលេចទៅកាន់ជុំវិញខ្លួនកន្លែងអង្គុយនិងកន្លែងផ្សេងមួយចំនួនទៀតដែលជាទូទៅភាគីអង្គុយតែនាងសង្កេតឃើញថា Nose ក៏មិនមានវត្តមានដែរCassandra ក៏បាននិយាយទៅកាន់ Alfonso ថាកូនក្តីរបស់លោកក៏មិនទាន់មកដែរដោយ Cassandra បាននិយាយទៅកាន់ Alfonso ដូចអ្វីដែល Alfonso និយាយមកកាន់នាងដែរដោយនាងនិយាយថាតើលោកមេធាវីប្រកាសចិត្តទេថាកូនក្តីរបស់លោកនឹងមក Alfonso ក៏បាននិយាយថាកញ្ញាមេធាវីយល់ច្រឡំធំហើយពេលនោះក៏ឮសំឡេងមួយបានបន្លឺឡើងថាតើខ្ញុំមិនយឺតពេលទេតើមែនទេម្ចាស់សំឡេងក៏បានដើរមកជិត Alfonso និង Cassandra ហើយនោះគឺជា Nose Cassandra មើលទៅគេគឺពិតជារៀបចំខ្លួនបានល្អណាស់មើលទៅគេត្រៀមរួចរាល់អស់ហើយតាមគំនិតរបស់ Cassandra Nose គឺបានរៀបចំមធ្យោបាយតទល់ក៏ដូចជាការពារបានយ៉ាងល្អមិនដូចអ្វីដែល Cassandra គិតថា Nose តែងតែសប្បាយបើទោះបីជាសវនាការចិត្តមកដល់ហើយ Nose គឺមិនមែនជាមនុស្សមិនយកចិត្តទុកដាក់ជាមួយនឹងសំណុំរឿងលេងលះនេះនោះទេការស្លៀកពាក់របស់គេគឺចេញមកល្អឥតខ្ចោះតែម្ដងសមនឹងរូបរាងរបស់ Nose ខ្លាំងណាស់ Cassandra គិតក្នុងចិត្តថា Nose គឺសង្ហាពេកហើយ Cassandra ក៏បានមើលទៅកាន់ទីតាំងផ្សេងដើម្បីធ្វើយ៉ាងណាកុំឲ្យបុរសទាំងពីរនាក់នេះដឹងថាខ្លួនគេកំពុងតែគិតអ្វីនិងចាប់ចំណុចខ្សោយរបស់ខ្លួនឯងបាន Nose ក៏បានទៅចូលចិត្តជាមួយនឹងមេធាវីតំណាងដោយអាណត្តិរបស់គេដែល Tiffany ធ្លាប់ប្រាប់ថាគេទាំងពីរនាក់គឺជាមិត្តល្អនឹងគ្នា Alfonso ក៏បាននិយាយមកកាន់ Cassandra ថា
នៅពេលនេះខ្វះតែ5នាទីទៀតទេគឺនឹងម៉ោង9ហើយខ្ញុំជឿជាក់ថានឹងមិនមានការពន្យាពេលនៃនីតិវិធីលើកដំបូងនេះនោះទេករណីដើមចោតមិនមកលើកនេះច្បាស់ជារំលងនីតិវិធីទៅធ្វើនីតិវិធីបន្ទាប់តែម្ដងកសិនត្រាក៏បានសួរទៅកាន់មេធាវីអាហ្វុនសូថាតើមានកត្តាអ្វីដែលធ្វើឲ្យលោកមេធាវីប្រកាសចិត្តថាកូនក្តីខ្ញុំមិនមកបែបនេះមេធាវីអាហ្វុនសូក៏បានឆ្លើយតបថាអ្នកដែលពិតប្រាកដនៅក្នុងរឿងក្តីគេច្បាស់ជាមកហើយនឹងមកមុនពេលនីតិវិធីយ៉ាងយូរដូចជាខ្ញុំនិងកូនក្តីខ្ញុំជាដើមមែនទែនទៅគឺមកដល់តាំងពី1ម៉ោងមុនមកម្លេះក៏ប៉ុន្តែយើងគឺបានទៅរកហូបកាហ្វេបន្តិចសិនកសិនត្រាក៏បានគិតនៅក្នុងចិត្តរបស់នាងថានៅពេលនេះគឺមានតែ Tiffany ទេដែលមិនបានយកចិត្តទុកដាក់ចំពោះពេលវេលាដែលបានកំណត់ហើយមិនបានប្រាប់នាងឡើយដែលធ្វើឲ្យនាងគឺពិតជាអន់ចិត្តក៏ដូចជាខកចិត្តលើមិត្តសម្លាញ់របស់នាងជាខ្លាំងនាងមើលទូរស័ព្ទម្ដងទៀតហើយប្រាប់ទៅកាន់អ្នកទាំងពីរថានាងត្រូវការនិយាយទូរស័ព្ទបន្តិច Nose ក៏បាននិយាយថាបើសិនជាកញ្ញាមេធាវីចង់ខលទៅរកកូនក្តីរបស់កញ្ញាវាមិនចាំបាច់នោះទេព្រោះនៅពេលនេះនាងគឺបានមកហើយ Nose បានឃើញ Tiffany មុនគេខ្ញុំក៏បានក្រឡេកទៅមើលតាមក្រសែភ្នែករបស់ Nose មុនពេល Tiffany ឃើញពួកយើងនៅពេលនោះក៏មានស្ត្រីម្នាក់ដែលបានបើកទ្វារនៃបន្ទប់ដែលដំណើរការនីតិវិធីនិងហៅរកឈ្មោះ Tiffany និង Nose ដែលជាភាគីទាំងសងខាងក្នុងសំណុំទាំងនេះហើយគាត់ក៏មិនភ្លេចធ្វើការគោរពមកកាន់មេធាវីតំណាងដោយអាណត្តិឡើយ Nose បាននិយាយមុនពេលដែល Tiffany មកដល់កន្លែងពួកយើងថា Tiffany គឺពិតជាមកទាន់ពេលល្អណាស់ទាន់ពេលតែម្ដងមិនលើសក៏មិនខ្វះកសិនត្រាក៏បានមិននិយាយតបតអ្វីនោះទេហើយនាងមើលទៅកាន់ Tiffany ឃើញថានាងបានធ្វើខ្លួនបានយ៉ាងល្អហើយការញញឹមរបស់នាងក៏ស្រស់ខ្លាំងណាស់ដែរនាងបានគោរពមកកាន់កសិនត្រានិងមេធាវីតំណាងដោយអាណត្តិឲ្យ Nose ដែលជា Alfonso Tiffany ធ្លាប់ប្រាប់កសិនត្រាថា Alfonso គឺជាមេធាវីម្នាក់ដែលមិនសូវជាមានវិជ្ជាជីវៈនោះទេហើយគេទាំងពីរនាក់ជាមិត្តភក្តិល្អនឹងគ្នាគឺគិតតែរឿងតណ្ហាជាត្រីមុខតែប៉ុណ្ណោះនៅពេលដែល Tiffany មកដល់នាងក៏បានធ្វើឲ្យកសិនត្រាមានការភ្ញាក់ផ្អើលជាខ្លាំងក៏ព្រោះថានាងបានដើរចូលទៅជិត Alfonso និងញញឹមយ៉ាងស្រស់ដាក់គេព្រមទាំងជំអឺតទៅថើប Alfonso ថែមទៀតផង Tiffany បានសួរទៅកាន់ Alfonso ថាតើគេមិនអីទេមែនទេនាងសួរតិចក៏ប៉ុន្តែសំឡេងនោះគឺអាចឲ្យកសិនត្រាស្ដាប់ឮបានកសិនត្រាមើលទៅ Alfonso ពិតជាភ្ញាក់ផ្អើលចំពោះទង្វើរបស់ Tiffany ហើយកសិនត្រាផ្ទាល់នាងក៏មិនខុសពី Alfonso ដែរហើយនាងក៏មានការងឿងឆ្ងល់ចំពោះអ្វីដែលអាចនឹងនៅពីក្រោយខ្នងនៃទង្វើក៏ដូចជាសកម្មភាពនេះ Alfonso ក៏បានឆ្លើយតបទៅកាន់ Tiffany ថាបាទខ្ញុំមិនអីនោះទេហើយ Tiffany ក៏បានដើរចេញពីគេតើឯងនឹងឈរនៅទីនេះឬក៏ចូលទៅធ្វើជាមេធាវីតំណាងដោយអាណត្តិឲ្យខ្ញុំនៅក្នុងសវនកម្ម Alfonso នេះគឺជាសំណួររបស់ Nose ដែលសួរទៅកាន់ Alfonso ដែលកសិនត្រាគិតថាគេហាក់ដូចជាកំពុងតែប្រច័ណ្ឌរវាង Tiffany ជាមួយនឹង Alfonso ហើយ Alfonso ក៏បានឆ្លើយតបជាការញាក់ចិញ្ចើមនិងងក់ក្បាលឲ្យ Nose ចូលទៅកាន់សាលសវនកម្មគេក៏បានយកសំណុំរឿងនិងដើរចូលទៅកាន់សាលសវនកម្មហើយ Nose ក៏បានដើរតាមក្រោយអំឡុងពេលកំពុងដើរគេក៏បាននិយាយគ្នាបន្តិចផងដែរប៉ុន្តែកសិនត្រាស្ដាប់មិនឮនោះទេដល់ឡែកកសិនត្រាក៏បានដើរចូលទៅកាន់សាលសវនកម្មដែរដោយ Tiffany ក៏បានដើរតាមក្រោយកសិនត្រាក៏បានសួរទៅកាន់ Tiffany អំពីរឿងរ៉ាវដែលបណ្ដាលឲ្យមានការយឺតយ៉ាវបណ្ដាលឲ្យនាងមិនគោរពពាក្យសន្យាជាមួយនឹងកសិនត្រា Tiffany ក៏បានញញឹមហើយក៏បានខិតជិតកសិនត្រានិងបានឆ្លើយថាអ្នកដែលធ្វើខ្លួនឲ្យនាងគឺមកយឺតកសិនត្រាគឺមានអារម្មណ៍អស់សង្ឃឹមលើ Tiffany ជាខ្លាំងតែ Tiffany មិនចាប់អារម្មណ៍ចំពោះទង្វើខកចិត្តរបស់កសិនត្រាចំពោះនាងនោះទេអ្វីដែលកសិនត្រាភ្ញាក់ផ្អើលនោះគឺកសិនត្រាមិនភ្ញាក់ផ្អើលចំពោះអ្នកធ្វើខ្លួនឲ្យ Tiffany ដែលមកយឺតនោះទេហើយនាងក៏មិនសូវអន់ចិត្តជាមួយនឹង Tiffany ដែលមកយឺតដែរក៏ប៉ុន្តែអ្វីដែលនាងភ្ញាក់ផ្អើលនិងអន់ចិត្តខ្លាំងពេកនោះគឺអតិថិជនរបស់នាងក៏ដូចជាមិត្តភក្តិដ៏ល្អរបស់នាងជ្រើសរើសយកការធ្វើខ្លួនសំខាន់ជាជាងការគោរពពេលនៃរឿងក្តី
វាធ្វើឲ្យកសិនត្រាគៀងយោបល់តែម្ដងហើយកសិនត្រាក៏កើតមាននៅអារម្មណ៍មួយដែលឆ្ងល់នឹងបញ្ហាដែលបានកើតមានឡើងនាពេលបន្តិចទៀតក៏ព្រោះថា Tiffany គ្រាន់តែមកដល់បែរជាទៅថើប Alfonso នាងមិនគោរពពាក្យសន្យាជាមួយនឹងកសិនត្រានាងយកការធ្វើខ្លួនធ្វើជារឿងធំជាជាងរឿងក្តីចុះបន្តិចទៀតបើសិនជា Tiffany បដូរចិត្តដោយនាងបាននិយាយថានាងបានព្យាយាមរៀបចំកលល្បិចរៀបការជាមួយនឹងអ្នកជំនួញដ៏ធំដូចជា Nose តើកសិនត្រានឹងដោះស្រាយបែបណាតើមេធាវីដូចជាកសិនត្រានឹងធ្វើអ្វីបាននៅពេលនោះបើកូនស្ដីមិនស្ដាប់នឹងមិនធ្វើតាមយោបល់របស់មេធាវីតំណាងដល់អាណត្តិតើមេធាវីតំណាងដល់អាណត្តិបើជួបស្ថានភាពបែបនេះតើនឹងយកឈ្នះរឿងក្តីដោយរបៀបណា